ដែលសូមខេត្តទាំង4យកចិត្តទុកដាក់គឺរឿងសន្តិសុខសណ្ដាប់ធ្នាប់ត្រូវធ្វើម៉េចទប់ស្កាត់នៅសកម្មភាពទាំងឡាយណាដែលបង្កនៅអសន្តិសុខជាពិសេសរឿងបទល្មើសបច្ចេកវិទ្យាកិច្ចការងារនេះគឺត្រូវប្រយ័ត្នខេត្តយើងទាំង4ទោះបីជាកវែកកឆ្នាំង90តាំងពី99មកយើងអភិវឌ្ឍប៉ុណ្ណេះអត់មានពឹងទៅលើបទល្មើសបច្ចេកវិទ្យាទេជាយើងរស់តទៅទៀតដោយសារមិនចាំបាច់ទៅលើអត់ទេយើងត្រូវធ្វើម៉េចជំរុញការវិនិយោគបែបនេះវិនិយោគពិតទៅលើវិស័យពិតមិនមានអីពាក់ព័ន្ធជាមួយនឹងការខុសច្បាប់មិនពាក់ព័ន្ធទៅដល់បញ្ហាសន្តិសុខខ្ញុំថាគុំដាំដលោកពីមិនថាមិនឲ្យកសិករដាំដលោកពីយើងធ្វើការវិនិយោគគិតគូររឿងដូចសន្តិសុខបទល្មើសបច្ចេកវិទ្យានេះវាដូចដលោកពីបើន័យថាវារៀលវាឆាប់បានផលជាងស្វាយចន្ទីប៉ុន្តែដាំទៅវាហិលដីវាខូចដីនឹងតែម្ដងបើសិនជាពឹងផ្អែកទៅលើវត្តមាននៃការឆបោកតាមបច្ចេកវិទ្យានេះជាថាការចិញ្ចឹមទីផ្សារកុំឲ្យសោះបាទខេត្តទីមួយធ្លាប់រស់ហើយទេសចរធម្មជាតិស្អីផ្សេងយើងបន្តធ្វើតាមបែបនេះកសិកម្មស្អីផ្សេងពួកអាចមានវត្តមាននៅកន្លែងខ្លះដែលយើងត្រូវបន្តបោះសម្អាតអញ្ចឹងសូមឲ្យរាជធានីខេត្តដល់ខេត្តទាំង4នេះយកចិត្តទុកដាក់ទៅលើកិច្ចការនេះបាទការពារវិនិយោគស្របច្បាប់វិនិយោគត្រឹមត្រូវមិនរើសអើងថាមកវិនិយោគពីណាទេគោរពតាមច្បាប់និងអធិបតេយ្យភាពរបស់កម្ពុជាផ្ដល់ផលចំណេញវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជាបង្កើនសក្តានុពលនៃខេត្តទស្សនវិជ្ជមានទាំងក្នុងរូបភាពវិជ្ជមានដើម្បីបង្កើនចំណូលនិងស្ថិរភាពនិងសន្តិសុខរយៈពេលវែងជាមួយនឹងការរីកលូតលាស់របស់ប្រជាពលរដ្ឋនៅខេត្តទាំង4អញ្ចឹងខ្ញុំសូមឲ្យយកចិត្តទុកដាក់ទៅលើកិច្ចការទាំងនេះបាទដើម្បីយើងបន្តឲ្យរាជរដ្ឋាភិបាលពីថ្នាក់កណ្ដាលក្រសួងស្ថាប័នពាក់ព័ន្ធក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្មនឹងធ្វើការជាមួយគ្នាតទៅទៀតទាំងគ្រប់ទិដ្ឋភាពទាំងសន្តិសុខទាំងសេដ្ឋកិច្ចទាំងគ្រប់វិស័យទាំងអស់ដើម្បីយើងជួយយើងណាឲ្យខេត្តទាំង4មានការវិវត្តកាន់តែលឿន